សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនៅពេលនេះគឺយប់ថ្ងៃអង្គារនៅឡើយទេទី17ខែមីនាម៉ោងនៅសហរដ្ឋអាមេរិកដែលឡែកនៅក្នុងប្រទេសកម្ពុជាគឺពេលព្រឹកថ្ងៃពុធទៅហើយណាទី18អូ18មីនាថ្ងៃនេះពិសេសផងបាទ18មីនាគឺមានព្រឹត្តិការណ៍ធំណាក្នុងពេលកាលពីឆ្នាំ1970ណាបាទអូបាទថ្ងៃពិសេសផងភ្លេចមួយថ្ងៃបាទអញ្ចឹងនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងខ្ញុំសម្រង់យកព័ត៌មានសំខាន់ចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍ដែលខ្ញុំដកមកគឺពីខាង New York Times ក៏ប៉ុន្តែនេះជាព័ត៌មានធំជាងគេនៅក្នុងសហរដ្ឋអាមេរិកដែលកំពុងតែកើតមានឡើងនៅថ្ងៃនេះគឺលោកនាយកខាងផ្នែកប្រឆាំងចារកម្មបាទគឺគេធ្វើចារកម្មបរទេសមកគាត់ខាងប្រឆាំងនឹងពួកចារកម្មហ្នឹងឥឡូវនេះសម្រាប់លាលែងចេញពីតំណែងនៅថ្ងៃអង្គារនេះភ្លាមតែម្ដងដោយចូលលើហេតុផលថាលោកជំទាស់ជាមួយនឹងរដ្ឋបាលលោកប្រធានាធិបតី Donald Trump ដែលធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ដោយលោកចូលលើហេតុផលថាអ៊ីរ៉ង់មិនទាន់ជាការគំរាមកំហែងដល់សហរដ្ឋអាមេរិកដោយដែលអ៊ីស្រាអែលបានលើកឡើងនោះទេហើយព័ត៌មានទី2នេះក៏ជាព័ត៌មានក្តៅដ៏ធំនៅក្នុងសហរដ្ឋអាមេរិកនេះផងដែរដែលសារព័ត៌មានគ្រប់ទាំងអស់ផ្សាយភ្លាមនៅថ្ងៃនេះគឺលោកចៅក្រមនៅតុលាការនៅរដ្ឋធានី Washington បានចេញបញ្ជានៅថ្ងៃអង្គារនេះគឺឲ្យសម្រេចឲ្យបុគ្គលិករបស់ VOA ទាំងអស់បាទអ្នក full time ធ្វើការពេញពេលហ្នឹងប្រមាណជាជាង 1000 នាក់វិលត្រឡប់ទៅធ្វើការវិញនៅថ្ងៃទី23ខែមីនាគឺបានន័យថាថ្ងៃច័ន្ទសប្តាហ៍ក្រោយបាទក្រោយពីបានសម្រេចថាការដែលខិតខំប្រឹងប្រែងបញ្ចប់ប្រតិបត្តិការរបស់ VOA នេះគឺជាទង្វើខុសច្បាប់ហើយព័ត៌មានទី3គឺពីខាង California ឥឡូវនេះប្រេងចាប់ផ្ដើមហូរចេញពីបំពង់ហើយបើតាមការបញ្ជាក់ឲ្យដឹងពីក្រុមហ៊ុនប្រេងដែលបូមប្រេងនៅក្នុងរដ្ឋ California គឺការបូមនេះធ្វើតាមបទបញ្ជារបស់លោកប្រធានាធិបតី Donald Trump ដែលយកច្បាប់គឺផលិតកម្មការពារជាតិក្នុងគ្រាមានអាសន្នមកប្រើដែលច្បាប់នេះលោកប្រធានាធិបតីចាត់ទុកថាគឺមានអំណាចគ្របដណ្ដប់ទៅលើច្បាប់នៅថ្នាក់រដ្ឋបើទោះបីជាមានមន្ត្រីនៅរដ្ឋ California ជំទាស់ក៏ដោយហើយព័ត៌មានទី4ព័ត៌មានចុងក្រោយនេះគឺលោកប្រធានាធិបតី Donald Trump បានដាក់សម្ពាធទៅលើសមាជិករដ្ឋសភាប្រសិទ្ធិរបស់គណៈបក្សសាធារណរដ្ឋឲ្យធ្វើយ៉ាងណាអនុម័តឲ្យបាននៅច្បាប់ដែលតម្រូវឲ្យមានបង្ហាញនៅឯកសារអត្តសញ្ញាណមុននឹងចុះឈ្មោះនិងបោះឆ្នោតនៅក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកបាទក៏ប៉ុន្តែមានសមាជិកគណៈបក្សសាធារណរដ្ឋខ្លះហាក់ដូចជាប្រឆាំងនឹងការចង់បានរបស់លោកប្រធានាធិបតីបាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅយប់ថ្ងៃអង្គារមកនៅសហរដ្ឋអាមេរិកនេះព័ត៌មានទី1នេះគឺជាព័ត៌មានធំនៅក្នុងសហរដ្ឋអាមេរិកហើយខ្ញុំសូមដកសងសេចក្តីរាយការណ៍របស់សារព័ត៌មាន The New York Times គាត់សរសេរលម្អិតវែងប៉ុន្តែខ្ញុំសូមដកសងខ្លះដែលមានន័យជាចំណេះដឹងតាក់ទងជាមួយនឹងប្រិយមិត្តនៅក្នុងប្រទេសកម្ពុជាបាទពីព្រោះព័ត៌មានខ្លះវាលក្ខណៈលម្អិតចូលដល់ detail លម្អិតពេកសម្រាប់អ្នកនៅសហរដ្ឋអាមេរិកគេចង់ដឹងជាចំណេះដឹងក៏តែនៅកម្ពុជាខ្ញុំដកសងខ្លះតែប៉ុណ្ណេះទេមន្ត្រីប្រឆាំងចារកម្មម្នាក់បាទគឺរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យដឹងថាបាទលោកបានលាលែងចេញពីតំណែងបាទ counter terrorism counter terrorism គឺប្រឆាំងនឹងភេរវកម្មបាទមន្ត្រីប្រឆាំងនឹងភេរវកម្មម្នាក់មិនមែនចារកម្មទេបាទមន្ត្រីប្រឆាំងនឹងចារកម្មម្ដងទៀតមន្ត្រីប្រឆាំងភេរវកម្មជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិកបានលាលែងចេញពីតំណែងកាលពីថ្ងៃអង្គារនេះដោយលើកឡើងពីការជំទាស់របស់លោកចំពោះសង្គ្រាមនៅអ៊ីរ៉ង់និងអ្វីដែលលោកបាននិយាយថាជាឥទ្ធិពលរបស់អ៊ីស្រាអែលលើគោលនយោបាយរបស់រដ្ឋបាលលោកត្រាំដែលជាសញ្ញានៃការបែកបាក់ដែលកំពុងលេចចេញនៅក្នុងសម្ព័ន្ធភាពនៃគណៈបក្សសាធារណរដ្ឋមន្ត្រីជាប់ពោះរូបនេះគឺមានឈ្មោះថាលោក Joe Ken បាទលោកគឺជាសមាជិកជាន់ខ្ពស់ដំបូងគេនៃរដ្ឋបាលត្រាំ
ដែលបានលាលែងចេញពីតំណែងដោយសារតែសង្គ្រាមនេះបាទដែលតាមមើលទៅសង្គ្រាមរបស់សហរដ្ឋអាមេរិកជាមួយនឹងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ហ្នឹងបានបង្កើតឲ្យមានការបែកបាក់គ្នាក្នុងចំណោមអ្នកគ្រប់គ្រងបាទលោកប្រធានាធិបតី Donald Trump ហើយគឺមាននៅក្នុងរដ្ឋបាលរបស់លោក Trump ហ្នឹងក្រុមអ្នកគ្រប់គ្រងលោកហ្នឹងគឺមានក្រុមគេហៅថាក្រុមប្រឆាំងនឹងអន្តរាគមន៍បាទក្រុមប្រឆាំងនឹងអន្តរាគមន៍គឺបានន័យថាមិនចង់ឲ្យសហរដ្ឋអាមេរិកលូកដៃចូលទៅធ្វើអន្តរាគមន៍នៅក្រៅប្រទេសនោះទេបាទដោយពួកគេរិះគន់ថាគេមិនចង់ឲ្យសហរដ្ឋអាមេរិកនឹងទៅផុងខ្លួននៅក្នុងសង្គ្រាមរយៈពេលយូរនៅខាងក្រៅប្រទេសទេបាទហើយគឺឥឡូវនេះសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ទើបតែមានរយៈពេល18ថ្ងៃទេឥឡូវនេះបង្ហាញនៅសញ្ញាបែកបាក់នៃការគ្រប់គ្រងនៅក្នុងសម្ព័ន្ធភាពរបស់លោកប្រធានាធិបតីលោក Ken ជានាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិបានសរសេរនៅក្នុងលិខិតមួយផ្ញើទៅកាន់លោក Trump ថាលោកមិនគ្រប់គ្រងទេដោយឈលលើមនសិការល្អរបស់លោកចំពោះសង្គ្រាមនេះគឺបាទលោកចាត់ថាសង្គ្រាមនេះកំពុងបន្តនៅអ៊ីរ៉ង់នេះគឺมันអាចបន្តទៀតបានទេបាទពីព្រោះអីលោកយល់ថាអ៊ីរ៉ង់មិនបានបង្កការគំរាមកំហែងដល់ប្រទេសជាតិរបស់យើងទេហើយវាច្បាស់ណាស់ថាយើងបានចាប់ផ្ដើមសង្គ្រាមនេះដោយសារតែសម្ពាធពីអ៊ីស្រាអែលនិងក្រុមអ្នកតំណាងដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិកពួក lobby ក៏ថាដោយសារពួក lobby នឹងបញ្ចុះបញ្ចូលបានជាអាមេរិកហក់ចូលទៅក្នុងសង្គ្រាមនេះការលាលែងពីតំណែងរបស់លោក Ken បានកើតមានឡើងយ៉ាងគួរឲ្យភ្ញាក់ផ្អើលមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក Trump មានលក្ខណៈគេថាសាមគ្គីគ្នាមានស្ថិរភាពគួរឲ្យកត់សម្គាល់ក្នុងរយៈពេល1ឆ្នាំជាងមុននេះគឺអត់ទាន់មានមន្ត្រីណាលាលែងចេញពីតំណែងទេខ្ពស់ណាប៉ុន្តែឥឡូវសាប់តែបែកចេញមួយហើយគឺប្រធានខាងប្រឆាំងភេរវកម្មនោះតែម្ដងបាទហើយលោកគឺជាមន្ត្រីខ្ពស់ដែលប្រឆាំងនឹងបាទគណៈដែលមានការនិយាយខុសគ្នាក៏ដោយនៅគោលនយោបាយផ្សេងជាមួយនឹងប្រធានាធិបតីនឹងក៏មិនទាន់មានអ្នកណាលាលែងដែរលោក Trump បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យពងក្រពើគឺការិយាល័យរបស់លោកប្រធានាធិបតីនៅថ្ងៃអង្គារនេះថាខ្ញុំតែងតែគិតថាគាត់ជាមនុស្សល្អប៉ុន្តែខ្ញុំតែងតែគិតថាគាត់មានការខ្សោយមានចំណុចខ្សោយខាងផ្នែកសន្តិសុខហើយវាជារឿងល្អដែលគាត់ចាក់ចេញព្រោះគាត់បាននិយាយថាអ៊ីរ៉ង់មិនមែនជាការគំរាមកំហែងទេការលាលែងចេញពីតំណែងរបស់លោក Ken និងមតិយោបល់របស់លោក Trump បានធ្វើឲ្យអ្នកស្រី Tulsi Gabbard នាយកស៊ើបការសម្ងាត់ជាតិនិងជាចៅហ្វាយរបស់លោក Ken ស្ថិតនៅក្នុងស្ថានភាពមិនសូវស្រួលអ្នកស្រីបានគ្រប់គ្រងលោកប្រធានាធិបតីប៉ុន្តែជាមួយនឹងសេចក្តីថ្លែងការណ៍ដែលមានពាក្យពេចន៍បាននិយាយដោយប្រុងប្រយ័ត្នដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមិនបានលើកឡើងពីឈ្មោះលោក Ken ទេឬបដិសេធដោយផ្ទាល់ចំពោះមតិយោបល់ថានិយាយយ៉ាងណាអំពីលោក Ken នោះដូចចាំបាននេះប្រិមិត្តនៅពេលដែលអ្នកស្រី Christine Noem ទៅបានលោក Trump បដូរតំណែងចេញពីរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិនោះខ្ញុំបាននិយាយថាអ្នកដែលបន្ទាប់ដែលខ្ញុំគិតថាអាចនឹងជាគោលដៅរបស់លោក Trump នោះគឺអ្នកស្រីបាទ Tulsi Gabbard អ្នកស្រីជានាយកចារកម្មធំរបស់សហរដ្ឋអាមេរិកដែលគ្រប់គ្រងតាំងពីលើ CIA ទៀតនោះបាទធំនៅកន្លែងហ្នឹងក៏ប៉ុន្តែដោយសារតែអ្នកស្រីមិនយល់ស្របជាមួយនឹងលោកតាមច្រើនណាស់នៅក្នុងការវិតម្លៃអំពីបញ្ហាចារកម្មដែលថាបើលោកតាមថាឬនឹងគ្រោះថ្នាក់អ្នកស្រីថាមិនសូវមានទេបើអញ្ចឹងទៅគឺមិនសូវចុះសម្រងគ្នាច្រើនប៉ុន្តែភ្ញាក់ផ្អើលដែរបែរជាលោក Ken បាទគាត់លាលែងទៅវិញលាលែងមុនអញ្ចឹងដូច្នេះយូរមិនឆាប់ទេអ្នកស្រី Tulsi Gabbard អាចនឹងមានការផ្លាស់ប្ដូរជំហរយ៉ាងម៉េចអាចនឹងដើរចេញយ៉ាងម៉េចដែរចាំមើលណាបាទរងចាំមើលលោកស្រី Gabbard បានសរសេរថាបន្ទាប់ពីពិនិត្យឡើងវិញដោយប្រុងប្រយ័ត្ននៅព័ត៌មានទាំងអស់នៅចំពោះមុខលោកប្រធានាធិបតី Trump បានសន្និដ្ឋានថារបបអ៊ីស្លាមនិយមភេរវកម្មនៅអ៊ីរ៉ង់បានបង្កការគំរាមកំហែងភ្លាមហើយលោកបានចាត់វិធានការដោយផ្អែកលើការសន្និដ្ឋាននោះលោក Ken មិនមែនជាអ្នករិះគន់សង្គ្រាមធម្មតានោះទេលោកមានទំនោរទៅរកទ្រឹស្ដីគប់គិតជាយូរមកហើយដែលបានបង្ហាញដោយគ្មានភស្តុតាងថាភ្នាក់ងារ FBI អាចទទួលខុសត្រូវចំពោះការរៀបចំការវាយប្រហារនៅថ្ងៃទី6ខែមករាឆ្នាំ2021លើវិមាន Capitol មកនៅចាំនេះពេលហ្នឹងគឺមានបាតកម្មរបស់ក្រុមអ្នកគ្រប់គ្រងលោកប្រធានាធិបតី Donald Trump ប្រឆាំងនឹងលទ្ធផលឆ្នោតបាទហើយពេលហ្នឹងបែរជាអ្នកគ្រប់គ្រងលោក Trump មួយចំនួនក្នុងនោះមានលោក Ken នឹងផងដែរដែលនិយាយថាអូរឿងហ្នឹងគឺមិនមែនជាបាតកោជាអ្នកទៅវាយគឺពួក FBI ជាអ្នក
លោកដៃរៀបចំមានពួក anti-fi ណានោះច្រើនណាបាទហ្នឹងគេថាទិសដីគប់គិតប៉ុន្តែនៅក្នុងការពិតវាអត់មានចេញអញ្ចឹងទេបាទលោកបានចានចោលការចោទប្រកាន់ថារុស្ស៊ីបានចូលជាតិចែកនៅក្នុងការរៀបចំការបោះឆ្នោតឆ្នាំ2016ដោយនិយាយថាការចោទប្រកាន់នេះគឺជាផ្នែកមួយនៃការបោកប្រាស់អំពីរុស្ស៊ីតែប៉ុណ្ណោះលោកខិនក៏ត្រូវបានចោទប្រកាន់ពីបទដាក់សម្ពាធលើអ្នកវិភាគឲ្យផ្លាស់ប្ដូរការរកឃើញរបស់ពួកគេលើក្រុមអ ក្រិតជនដែលជាប់ពន្ធនាគារវេណេស៊ុយអេឡាដើម្បីផ្គូផ្គងឲ្យស្របតាមទស្សនៈរបស់រដ្ឋបាលលោកត្រាំមានមន្ត្រីរដ្ឋបាលជាន់ខ្ពស់ផ្សេងទៀតដូចជាលោកខិនមានការសង្ស័យចំពោះការចូលរួមដោយយោធានៅក្រៅប្រទេសជាយូរមកហើយជារឿយៗតែជជែកវែកញែកចំពោះគោលនយោបាយការបរទេសដែលមានការតឹងរ៉ឹងជាងមុនរួមទាំងអ្នកស្រីកាបាឆ្នឹងផងដែរនិងអនុប្រធានាធិបតី JD Vance ក៏ប្រឆាំងនឹងការធ្វើអន្តរាគមន៍នៅខាងក្រៅប្រទេសដែរប៉ុន្តែក្រុមអ្នកដែលប្រឆាំងនឹងលោកប្រធានាធិបតីឬក៏ប្រឆាំងនឹងក្រុមដែលចង់ឲ្យធ្វើអន្តរាគមន៍នោះគឺមានឥទ្ធិពលតិចតួចនៅក្នុងរដ្ឋបាលលោកត្រាំគឺបានន័យថាតិចជាងការរំពឹងទុកទៅទៀតដែលដូចដែលបើបង្ចោតដូចដែលខ្ញុំធ្លាប់បានជម្រាបប្រិយមិត្តហ្នឹងគឺនៅក្នុងក្រុមធ្វើការងារហ្នឹងគឺតែមានក្រុមខាងនេះខាងនោះបាទអញ្ចឹងគឺជាមេគឺទៅតែថ្លឹងថ្លែងតែក្រុមណាឯណាហ្នឹងនឹងសំខាន់ណាបាទអញ្ចឹងគឺនៅក្នុងកន្លែងធ្វើការមួយមិនមែនគេថាទឹកខ្មុំគ្រប់ពេលវេលានោះទេតែមានក្រុមថាទៅធ្វើអញ្ចេះធ្វើអញ្ចោះមកតាមការចង់បានរបស់ពួកគេតាមទស្សនៈរៀងៗខ្លួនអ្នកខ្លះក៏តាមផលប្រយោជន៍រៀងៗខ្លួនផងដែរហើយវាមិនទំនងទេដែលថាការចាក់ចែងរបស់លោកខិនអាចនឹងនាំឲ្យមានការលាលែងតំណែងផ្សេងទៀតអញ្ចឹងគឺទោះបីជាលោកខិនចេញក៏ដោយក៏មិនមានអ្នកលាលែងដែរហើយលោកស្រី Garbage និងលោក JD Vance ហ្នឹងគឺពេលដែលនិយាយអ្វីក៏ដោយក៏មានការប្រុងប្រយ័ត្នដែរមិនចង់ប្រឆាំងជាមួយនឹងលោកប្រធានាធិបតីត្រាំទេយ៉ាងណាក៏ដោយមានអ្នកផ្សេងទៀតដែលប្រឆាំងនឹងអន្តរាគមន៍បានអន្តរាគមន៍បរទេសហ្នឹងគឺសរសើរសកម្មភាពរបស់លោកខិនបាទដោយសារលោកខិនគឺជាមិត្តជិតស្និទ្ធរបស់លោក Tucker Carlson ដែលជាសម្ព័ន្ធមិត្តរបស់លោកត្រាំដែរហើយបានជាអ្នកដែលចេញមកឥឡូវនេះរិះគន់សង្គ្រាមនឹងយ៉ាងមុតស៊ុយសាតែម្ដងនៅចាំបានទេលោក Tucker Carlson ហ្នឹងគាត់ជាពិធីករដ៏ល្បីនៃទូ Fox News បាទគាត់ដែលខ្ញុំនិយាយថាគាត់លោកប្រធានាធិបតីត្រាំធ្វើគោលនយោបាយអញ្ចឹងសម្រាប់ថ្ងៃហ្នឹងយប់ឡើងគាត់និយាយនៅក្នុងទូហ្នឹងគឺបដូរចំហស្អែកឡើងលោកប្រធានាធិបតីបដូរតាមតែម្ដងប៉ុន្តែចុងក្រោយនេះដោយសារតែលោកTuckerហ្នឹងគាត់មានបញ្ហារឿងការបោះឆ្នោតតាក់ទងនឹងរឿងព័ត៌មានបោះឆ្នោតហ្នឹងក៏មានការផ្ដល់អីទៅហើយក្រុមហ៊ុនក៏បានបណ្ដេញគាត់ចេញពី Fox News ដូច្នេះអតិពលគាត់នៅប៉ុន្តែក៏មិនសូវខ្លាំងដូចកាលនៅ Fox News ដែរអញ្ចឹងណាបើអញ្ចឹងឥឡូវលោក Tucker Carlson ហ្នឹងគាត់គាំទ្រលោក Ken គាត់ថាលោក Ken ហ្នឹងគឺជាអ្នកក្លាហានបំផុតហើយដែលគាត់បានស្គាល់ហើយគេមិនទៅមើលងាយថាគាត់ជាមនុស្សឈ្មោះទេដែលសម្រាប់ជប់ចេញពីការងារនេះព្រោះគាត់មានសិទ្ធិនឹងដឹងព័ត៌មានសម្ងាត់កម្ពុជាតែម្ដងអំពីព័ត៌មានសិបការសហរដ្ឋអាមេរិកហ្នឹងឥឡូវនេះគាត់បែរជាសម្រាប់ថាមិនចង់ដឹងរឿងហ្នឹងតទៅទៀតបាទដូច្នេះពួកអ្នកដែលអភិរក្សនិយមបែបថ្មីហ្នឹងប្រហែលជាព្យាយាមតាមបំផ្លាញគាត់រឿងនេះហើយបាទដូច្នេះនេះជារឿងមួយដែលអាចយល់បានប៉ុន្តែគាត់យ៉ាងណាក៏ជាមនុស្សល្អបាទដោយដែលលោក Tucker Carlson បាននិយាយមែននៅពេលដែលសារព័ត៌មាននានាបង្ហោះព័ត៌មានអំពីការលាលែងពីតំណែងរបស់លោក Ken ហ្នឹងគឺមានអ្នកគ្រប់គ្រងលោកត្រាំខ្លាំងខ្លាហ្នឹងគឺចេញមក comment ដែរខ្ញុំចូលទៅមើលគឺអ្នកខ្លះហៅថាគាត់ថា traitor ក្បត់ជាតិក្បត់អីឬក៏គាត់នឹងត្រូវបានគេលៀងខួរលៀងអីមកមិនគោរពអីនេះទេបាទអញ្ចឹងនេះគឺជាព័ត៌មានមួយណាដែលមានការភ្ញាក់ផ្អើលខ្លាំងដែរនៅសហរដ្ឋអាមេរិកនេះគឺចេញមកក្នុងលិខិតរបស់គាត់សរសេរវែងខ្ញុំអានលិខិតនឹងចប់ដែរគឺគាត់រៀបរាប់នឹងគាត់វិបហាច្រើនទៅលើសង្គ្រាមរបស់សហរដ្ឋអាមេរិកអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ហ្នឹងអញ្ចឹងអ្នកដែលបណ្ដាញព័ត៌មានបច្ចិមិត្តឬក៏អ្នកដែលប្រឆាំងនឹងសហរដ្ឋអាមេរិកឬក៏មិនពេញចិត្តនឹងសង្គ្រាមនោះប្រហែលជាយកលិខិតនឹងទៅបកស្រាយបានក្បោះក្បាយដើម្បីវិបហាសហរដ្ឋអាមេរិកច្រើនណាស់ណាខ្ញុំអាចយល់បានពីព្រួយខាងមន្ត្រីម្នាក់បានសរសេរអញ្ចឹងហើយព័ត៌មានទី2ដែលទើបតែផ្ទុះខ្លាំងនៅពេលល្ងាចនេះនៅសហរដ្ឋអាមេរិកបាទគឺការសម្រេចរបស់លោកចៅក្រមថ្នាក់ស្រុកនៅក្នុងរដ្ឋធានី Washington បាទតាក់ទងជាមួយនឹងបុគ្គលិករបស់ VOA ជាង 1000 នាក់មកជាង 1000 នាក់អញ្ចឹងខ្ញុំ
ជួនសេចក្តីរាយការណ៍របស់ Washington Post ក៏ដាក់ breaking news ភ្លាមៗតែម្ដងចឹងខ្ញុំសូមជូន credit ទៅគាត់ដើម្បីជម្រាបជូនប្រិយមិត្តទាំងអស់គ្នាណាបាទគឺបុគ្គលិកវិទ្យុគេថាបុគ្គលិកវិទ្យុសំឡេងសហរដ្ឋអាមេរិកបានចំណាយពេលពេញមួយឆ្នាំឈប់សម្រាករដ្ឋបាលដែលមានបើកប្រាក់បៀវត្សធម្មតាខណៈដែលរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានព្យាយាមកាត់បន្ថយចំនួនបុគ្គលិកផ្សាយអន្តរជាតិមកត្រឹមកម្រិតអបបរមាតាមច្បាប់ការអវត្តមានជាបន្តបន្ទាប់របស់ពួកគេនឹងឈានដល់ទីបញ្ចប់ហើយដោយសារតែចៅក្រមសហព័ន្ធម្នាក់បានសម្រេចនៅថ្ងៃអង្គារទី17ខែមីនាថាការបញ្ឈប់ប្រតិបត្តិការនៅទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល USAGM ដែលជាស្ថាប័នមេរបស់ VOA គឺជារឿងខុសច្បាប់ហើយបានបញ្ជាឲ្យទីភ្នាក់ងារនេះតម្រូវឲ្យបុគ្គលិកជាង 1000 នាក់ត្រឡប់មកធ្វើការវិញចៅក្រមត្រាក់ស្រុករបស់សហរដ្ឋអាមេរិកលោក Roy Lambert បានសម្រេចថាការបិទស្ទើរតែទាំងស្រុងរបស់ USAGM ដែលគ្រប់គ្រងទៅលើ VOA និងផ្ដល់មូលនិធិដល់វិទ្យុផ្សាយអន្តរជាតិជាច្រើនដូចជាវិទ្យុអាស៊ីសេរីបានរំលោភច្បាប់រដ្ឋបាលសហព័ន្ធលោកបានបញ្ជាឲ្យបុគ្គលិកពេញសិទ្ធិពេញម៉ោងទាំងអស់ត្រឡប់ទៅធ្វើការវិញនៅថ្ងៃទី23ខែមីនាហើយបានប្រាប់ទីភ្នាក់ងារនេះឲ្យបន្តការផ្សាយអន្តរជាតិឡើងវិញដែលភាគច្រើនបានបោះបង់ក្នុងរយៈពេល1ឆ្នាំកន្លងមកលើកលែងតែការផ្សាយជាភាសាមួយចំនួនដូចជាភាសាហ្វាស៊ីលោកចៅក្រម Lambert ដែលត្រូវបានតែងតាំងដោយលោកប្រធានាធិបតី Ronald Reagan បានរិះគន់ការបដិសេធយ៉ាងច្បាស់លាស់នឹងជិត1ឆ្នាំរបស់រដ្ឋាភិបាលក្នុងការគោរពតាមតម្រូវការច្បាប់ដែលកំណត់ដោយសភានិងបានរិះគន់លោកស្រី Kari Lake ដែលជាមន្ត្រីរបស់លោកប្រធានាធិបតី Donald Trump ដែលបានធ្វើការរុះរើទីភ្នាក់ងារនេះលោកចៅក្រម Lambert ថ្មីនេះបានសម្រេចថាលោកស្រី Lake បានដឹកនាំទីភ្នាក់ងារនេះដោយខុសច្បាប់លោកបានសរសេរអំពីលោកស្រី Lake និងរដ្ឋាភិបាលក្នុងកំណត់សម្រេចមួយថាការលុបចោលនិងការលាក់បាំងព័ត៌មានសំខាន់ជាបន្តបន្ទាប់របស់ចុងចោតក្នុងករណីនេះគឺជាលទ្ធផលធ្វើឡើងដោយចេតនាអាក្រក់សេចក្តីសម្រេចនេះកើតឡើងក្នុងបណ្ដឹងពីរដាច់ដោយឡែកពីគ្នាប៉ុន្តែមានលក្ខណៈតាក់ទងគ្នាបណ្ដឹងទី1ដាក់ប្តឹងដោយនាយករបស់ VOA លោក Michael Abramovich អតីតជាអ្នកយកព័ត៌មានរបស់កាសែត Washington Post និងបណ្ដឹងមួយទៀតដាក់ដោយក្រុមបុគ្គលិករបស់ VOA ប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបណ្ដឹងនៅក្នុងក្រុមទី2គឺអ្នកស្រី Patsy Widakuswara អ្នកស្រី Jessica Gerard និងអ្នកស្រី Kate Nipper បានសាទរសេចក្តីសម្រេចរបស់លោកចៅក្រម Lambert ថាជាការសម្រេចចិត្តដ៏អស្ចារ្យដែលបណ្ដឹងទាំងនោះបានសរសេរថាយើងចង់ចាប់ផ្ដើមជួសជុលការខូចខាតដែលលោកស្រី Kari Lake បានបង្កឡើងលើទីភ្នាក់ងាររបស់យើងនិងសហការីរបស់យើងដើម្បីវិលត្រឡប់ទៅកាន់អាណត្តិការងារដែលតម្រូវតាមសភារបស់យើងនិងដើម្បីកសាងឡើងវិញនៅទំនុកចិត្តរបស់ទស្សនិកជនទូទាំងពិភពលោកដែលយើងមិនអាចបម្រើបានក្នុងរយៈពេល1ឆ្នាំកន្លងមកនេះលោក Abramovich នាយករបស់ VOA ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកមានការរំភើបនឹងសេចក្តីសម្រេចនេះលោកបាននិយាយថាសម្លេងសហរដ្ឋអាមេរិកមិនដែលត្រូវបានអ្វីសម្លេងសហរដ្ឋអាមេរិកគឺគេត្រូវការគ្មានពេលណាជាងពេលនេះទៀតនោះទេដែលមហាជនត្រូវការជាខ្លាំងហើយខ្ញុំដឹងគុណចំពោះភាពអត់ធ្មត់និងការលះបង់របស់បុគ្គលិកដ៏អស្ចារ្យរបស់ VOA សេចក្តីសម្រេចនេះលុបចោលអនុសារណៈ3ទំព័រដែលចុះហត្ថលេខាដោយមន្ត្រី USAGM កាលពីខែមីនាឆ្នាំមុនដែលរក្សាបានត្រឹមតែតំណែងចំនួន68នៅឯទីភ្នាក់ងារនេះនិងបានលុបចោលតួនាទីផ្សេងទៀតទាំងអស់តំណាងរបស់ USAGM និងក្រសួងយុតិធធម៌មិនបានឆ្លើយតបភ្លាមចំពោះសំណើសុំការអត្ថាធិប្បាយរបស់កាសែត Washington Post នោះទេបាទនេះគឺជាការវិវត្តដ៏សំខាន់មួយទៀតនៅក្នុងសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងសំណុំរឿងរបស់ VOA ទល់គ្នាជាមួយនឹងរដ្ឋបាលលោកប្រធានាធិបតី Donald Trump ព័ត៌មានទី3គឺតាក់ទងជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Trump ក្នុងការបំពេញការខ្វះខាតលើទីផ្សារប្រេងនៅក្នុងសហរដ្ឋអាមេរិកបើតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាប្រេងបានចាប់ផ្ដើមហូរកាត់បំពង់បង្ហូរប្រេងមួយនៅជិតទីក្រុង Santa Barbara រដ្ឋ California ជាលើកដំបូងក្នុងរយៈពេលជាង1ទសវត្សរ៍មកនេះ
បន្ទាប់ពីរដ្ឋបាលលោកត្រាំបានបញ្ជាឲ្យផលិតកម្មបន្តឡើងវិញនៅទីនោះទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីមន្ត្រីរដ្ឋនៅរដ្ឋកាលីហ្វ័រញ៉ាក៏ដោយបំពង់បង្ហូរប្រេងនេះត្រូវបានបិទចាប់តាំងពីឆ្នាំ2015នៅពេលដែលការដាច់បំពង់បង្ហូរប្រេងបានបណ្ដាលឲ្យមានការគំពុបប្រេងដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្ររដ្ឋនេះដោយបានបញ្ចេញប្រេងជាង100,000 ហ្គាឡុងទៅកាន់ឆ្នេរសមុទ្រកណ្ដាលរបស់រដ្ឋកាលីហ្វ័រញ៉ានិងប៉ះពាល់ដល់សត្វស្លាបនិងឆ្នេរខ្សាច់ជាច្រើនម្ចាស់ថ្មីនៃបំពង់បង្ហូរប្រេងគឺក្រុមហ៊ុន Sable Offshore បានប្រកាសកាលពីថ្ងៃច័ន្ទថាខ្លួនបានបន្តផលិតកម្មប្រេងឡើងវិញកាលពីថ្ងៃសៅរ៍តាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងធម្មពលលោក Chris Wright និងបន្ទាប់ពីលោកត្រាំបានយកច្បាប់ផលិតកម្មការពារជាតិមកប្រើដែលរដ្ឋបាលលោកត្រាំបាននិយាយថាអាចជំនួសច្បាប់រដ្ឋបានចំណាត់ការនេះកើតឡើងនៅពេលដែលតម្លៃប្រេងបានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលសង្គ្រាមអ៊ីរ៉ង់ដោយរដ្ឋបတ်ការចូលទៅកាន់ច្រកសមុទ្រ Hormuz ដែលជាផ្លូវសំខាន់សម្រាប់ដឹកជញ្ជូនប្រេងនៅឈូងសមុទ្រ Persian ការបើកបំពង់បង្ហូរប្រេងឡើងវិញបានបង្កឲ្យមានចំនួនផ្លូវច្បាប់ថ្មីមួយរវាងរដ្ឋបាល Trump និងមេដឹកនាំរដ្ឋកាលីហ្វ័រញ៉ាបាទនេះគឺជាការវិវត្តទៅនឹងចំណាត់ការប្រេងណាបើអញ្ចឹងប្រេងកាតឆៅនៅក្នុងទីផ្សារសហរដ្ឋអាមេរិកនេះគឺធ្លាក់មក$94ក្នុង1បារ៉ែលនៅព្រឹកមិញណាបាទដូច្នេះអាចនឹងមានការវិវត្តយ៉ាងណាទៀតចាំមើលបានព័ត៌មានចុងក្រោយនេះគឺតាក់ទងជាមួយនឹងការបោះឆ្នោតនៅសហរដ្ឋអាមេរិកសម្រាប់ប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិកហើយក៏ជាចំណេះដឹងមួយដែរសម្រាប់ប្រិយមិត្តនៅខាងក្រៅប្រទេសណាគឺឲ្យបានដឹងផងដែរគឺនៅថ្ងៃអង្គារនេះលោកត្រាំបានដាក់បញ្ជាតឹងរឹងទៅលើសេចក្តីព្រាងច្បាប់ស្តីពីអត្តសញ្ញាណអ្នកបោះឆ្នោតបាទដោយគណៈពេលដែលសមាជិកអ្នកតាក់តែងច្បាប់មួយចំនួននៃគណៈបក្សសាធារណរដ្ឋគឺគណៈបករបស់លោកប្រធានាធិបតីហាក់ដូចជាមានការប្រឆាំងបាទគឺឥឡូវនេះខាងអ្នកតាក់តែងច្បាប់គណៈបក្សសាធារណរដ្ឋនោះគឺកំពុងតែជំរុញច្បាប់មួយគេថា Save America Act ច្បាប់ស្តីអំពីការសង្គ្រោះអាមេរិកបាទដោយមានការបោះឆ្នោតដោយសម្លេងគាំទ្រ51ទល់នឹង48គឺបោះឆ្នោតនៅថ្ងៃអង្គារនេះបាទដើម្បីត្រៀមសម្រាប់ការជជែកពិភាក្សាដេញដោលនៅក្នុងព្រឹទ្ធសភាបាទហើយក៏ជាការមួយធ្វើឡើងដើម្បីដាក់សម្ពាធទៅលើសមាជិកព្រឹទ្ធសភាដែលមកពីគណៈបកប្រជាធិបតេយ្យពីព្រោះអីការធ្វើនេះដើម្បីបង្ក្រាបទៅលើអ្នកបោះឆ្នោតបាទដែលតម្រូវឲ្យពួកគេប្រើប្រាស់អត្តសញ្ញាណប័ណ្ណនៅក្នុងការយកមកបោះឆ្នោតហើយខាងគណៈបកសាធារណរដ្ឋហ្នឹងគឺមានសមាជិកព្រឹទ្ធសភាមួយចំនួនមិនពេញចិត្តទេគាត់ថាមិនគួរណាធ្វើច្បាប់នេះទេបាទពីព្រោះច្បាប់ Save America Act នេះគឺច្បាប់សង្គ្រោះអាមេរិកគឺតម្រូវឲ្យបង្ហាញភស្តុតាងនិងឯកសារអំពីការចូលសញ្ជាតិបាទគឺតែអ្នកណាចង់ទៅចុះឈ្មោះបោះឆ្នោតអីហ្នឹងគឺទៅបង្ហាញសញ្ជាតិថាខ្លួនឯងពិតជាសញ្ជាតិអាមេរិកមែនទៅអាចចុះឈ្មោះបោះឆ្នោតបាទហើយក៏ត្រូវមានពេលទៅបោះឆ្នោតនោះត្រូវមានអត្តសញ្ញាណប័ណ្ណដែលមានរូបថតដើម្បីបោះឆ្នោតបាទហើយបាទគឺជាការមួយដែលដើម្បីធានាឲ្យសុខភាពហើយនឹងអ្នកណាដែលមិនមានឈ្មោះអីតាមទៅតាមឯកសារតម្រូវនេះគឺឲ្យដកឈ្មោះចេញពីបញ្ជីអ្នកបោះឆ្នោតហើយនឹងផ្ដល់ជាទោសព្រហ្មទណ្ឌផងដែរនិងក៏ដូចជាទោសរដ្ឋប្រវេណីសម្រាប់មន្ត្រីរៀបចំការបោះឆ្នោតដែលបាទរៀបចំជួយឲ្យអ្នកដែលមិនមានឯកសារហ្នឹងបានបោះឆ្នោតបាទហើយលោកត្រាំក៏ខិតខំព្យាយាមចង់ឲ្យបញ្ឈប់ការបោះឆ្នោតតាមប្រេសនីដែលលោកចាត់ទុកថាជាប្រភពនៃការកេយបន្លំបាទលោកត្រាំបានសរសេរនៅក្នុងសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃអង្គារនេះថាលោកមិនដែលគ្រប់គ្រងក្រុមគណៈបក្សសាធារណរដ្ឋណាដែលបានបោះឆ្នោតប្រឆាំងនឹងច្បាប់ Save America Act នោះទេដែលលោកនិយាយថាមានតែមនុស្សឈឺបង្វេងស្មារតីនិងវិកលចរិតតែប៉ុណ្ណោះដែលនឹងប្រឆាំងនឹងច្បាប់ទេបាទដូច្នេះតើច្បាប់នេះអាចនឹងចេញរួចឬយ៉ាងណាគឺរងចាំមើលផងដែរនេះចឹងសម្រាប់អ្នកនៅសហរដ្ឋអាមេរិកណាបាទអញ្ចឹងសម្រាប់ព័ត៌មាននៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកនៅពេលនេះសូមអរគុណសូមជម្រាបលាប្រិយមិត្តដែលចូលមកស្ដាប់ការចែករំលែកព័ត៌មានរបស់ខ្ញុំនេះបាទសូមជម្រាបលាបាទឥឡូវនេះចូលសំណួរចម្លើយទីមកមានសួរអីបាទមិនដូចម៉ូនីកាចង់សួរសំណួរអីមើលណាបាទសួរអូខេដាក់
question and answer ទីមកបាទមិនជាយូរទេថ្ងៃនេះចង់ខ្លីទេបាទបើមានសំណួរអីមកខ្ញុំលើកពីក្រោមផាវីជំរាបសួរពីកម្ពុជាផាវីចូលក្រោយគេប្រាសច័ន្ទខ្មៅប្រច័ន្ទខ្មៅលុយណាជំរាបសួរលោកពូបើវីបើវិញតើវិទ្យុអស៊ីសេរីបើវិញដែរឬទេបាទខ្ញុំអត់ដឹងទេណាខាអស៊ីសេរីខ្ញុំអត់ដឹងទេគឺពីព្រោះអីបណ្ដឹងរបស់អស៊ីសេរីមានបណ្ដឹងមួយផ្សេងទៀតអញ្ចឹងដូច្នេះតើលោកចក្រមលោកសម្រាប់យ៉ាងម៉េចខ្ញុំអត់ទាន់ដឹងដែរណាបាទសេរីជួនជំរាបសួរបងបាទលោកលៀងលោកត្រាំដូចជាត្រូវពីដំបងថ្ងៃនេះមួយចូលខេនលីលែងពីនឹងដំណើរការឡើងវិញបាទជាការពិតមែនបាទហ្នឹងគឺចឹងហើយបានសារព័ត៌មាននានាក៏ផ្សាយពីរឿង VOA នោះដោយសារតែលោកខិតខំជាយាមបិទក៏ប៉ុន្តែបិទមិនបានបាទនេះចឹងបានគេប្រើថានេះជាការដើរថយក្រោយមួយដែរបាទដួងតារាអូឈ្មោះប្រួនណាពូសក់ស្កៅច្រើនពូមានការប្រែប្រួលមកខ្លាំងតាំងពីលោកតាមកាន់តំណែងជាប្រធាននាយកដ្ឋានមកត្រាំមានធ្វើអ្វីឲ្យពូពិបាកចិត្តអត់អូយចិត្តណាស់ឡាសួរសំណួរនេះអត់ទេនិយាយត្រង់ខ្ញុំសក់ហ្នឹងគឺវាចាប់ផ្ដើមស្កៅពីកូវីដបាទសូម្បីតែសហការីគាត់មុនកូវីដសក់ដូចជានៅខ្មៅក្រឹបដែរអាយុច្រើននៅខ្មៅក្រឹបចាតែកូវីដហើយខ្ញុំក៏ភ្ញាក់ផ្អើលខ្លួនឯងណាចាប់ទៅសព្រឹបឡើងសហការីគាត់ជួបតែចំបងជួបគ្នាវិញទៅធ្វើការជួបវិញអូបងសក់សមកមែនវាដូរមកខ្លួនឯងហ្នឹងគឺតាមធម្មជាតិប្រពន្ធគាត់ឲ្យលាបដែរប៉ុន្តែខ្ញុំថាជិះចង់លាបអត់លុយលាបផងបើខ្ញុំចង់លាបកាត់ទៅខ្លីតែប៉ុណ្ណឹងទៅយើងវាយុប៉ុណ្ណឹងហើយតែចេញស្កៅវាគួរសមហើយជាងហើយតែចេញស្កៅវារបងមកកុំចង់បន្លំគេធ្វើក្មេងយូរពេកអត់មានអីទេតារាអរគុណច្រើនបានសួរនិយាយតខ្ញុំអត់មានការពិបាកចិត្តអីសោះមក0មកព្រោះថ្ងៃមុនមានអ្នកបសួរខ្ញុំទាំងដែរខ្ញុំថាអត់ទេអត់មើលតែខ្ញុំអ្នកចូល show ខ្ញុំនិយាយសប្បាយលេងគឺសប្បាយមែនបាទសប្បាយមែនខ្ញុំថែមទាំងសប្បាយជាងមុនផងពីព្រោះខ្ញុំឆ្លងកាត់រឿងនេះទៅខ្ញុំឃើញមានប្រិយមិត្តមួយចំនួនគ្រប់ឲ្យតម្លៃខ្ញុំនឹងខ្ញុំរំភើបបាទខ្ញុំរំភើបមែនតើបាទហើយខ្ញុំបានបញ្ជាក់ចំហខ្ញុំបានច្បាស់អំពីខ្ញុំថាខ្ញុំធ្វើការដើម្បីខ្ញុំឆ្លាញ់កម្ពុជាឆ្លាញ់អីហ្នឹងគឺខ្ញុំនិយាយរួមដូចខ្ញុំបាននិយាយពីកន្លងមកខ្ញុំដាក់គោលដៅខ្ញុំមិនធំខ្ញុំល្មមខ្ញុំទទួលយកបានហើយស្រាប់តែអ្វីដែលខ្ញុំទទួលបានការគ្រប់គ្រងការឲ្យតម្លៃពីប្រិយមិត្តហ្នឹងគឺខ្ញុំហួសពីអ្វីដែលខ្ញុំរំពឹងទៅទៀតបើខ្ញុំរំភើបខ្ញុំរំភើបមែនតើខ្ញុំសប្បាយអញ្ចឹងតារាអត់មានទេបើមានប្រាប់ហើយបាទគាត់តែមានប៉ុណ្ណេះខ្ញុំមានប៉ុណ្ណេះកាលពីពេលដែលឬបាត់ភ្លាមគេមិនឲ្យយើងបកគោលកាតឥឡូវនេះខ្ញុំអត់មានកាតរត់ហ្នឹងទៀតទេកាតពួករត់របស់ពួកខ្ញុំហ្នឹងវាមាន ID មាន chip ហ្នឹងគ្រប់បៀតដៀងបរដ្ឋាភិបាលហ្នឹងយើងប្រើតកាតហ្នឹងចូលបានម៉ាស៊ីនហ្នឹងខ្ញុំអត់មានកាតហ្នឹងទៀតទេបាទកាតហ្នឹងគឺមានមិនចង់និយាយកាតហ្នឹងក៏មើលអំណាចសម្រាប់ពេលដែលយើងទៅបកគោលកាតបកគោលសម្ភារៈហ្នឹងមានសហការីខ្ញុំមួយចំនួនគាត់ emotional គាត់ចង់យំមកខ្ញុំចាប់ខ្ញុំថា don't cry កុំយំបាទខ្ញុំសុខចិត្តខ្ញុំថាទៅផ្ទះចាំយំនៅផ្ទះយើងនៅមុខគេកុំយំឲ្យគេឃើញទៅបង្ហាញភាពរឹងប៉ឹងបាទខ្ញុំមានប្រាប់សហការីខ្ញុំចឹងបាទមានអ្នកខ្លះគាត់ស្ដាយកន្លែងធ្វើការគាត់ធ្លាប់នេះខ្ញុំនិយាយលេងក៏ដូចនិយាយមែននៅកន្លែងធ្វើការខ្ញុំគឺស្រឡាញ់រាប់អានគ្នាខ្លាំងណាស់ហើយយើងនិយាយសាមញ្ញបើគាត់ថាកន្លែងធ្វើការណាក៏ដោយដែលយើងជួបមេដែលឃើញកូនចៅខ្វះខាតចំណេះកន្លែងណាយើងជួយហើយថែមទាំងជំរុញឲ្យកូនចៅទទួលស្គាល់មេរបស់ខ្លួនឯងទៀតកន្លែងហ្នឹងគឺប្រិមិត្តគឺសំណាងធំហើយបាទចឹងដូចចេះប្រិមិត្តសហការីខ្ញុំមួយចំនួនគាត់យល់អំពីចំណុចហ្នឹងគាត់រំភើបឲ្យយើងរាប់អានគ្នាស្រឡាញ់គ្នាណាបាទជាធ្លុងមួយតែម្ដងបាទជួយគ្នាច្រើនអញ្ចឹងទៅគាត់សំណោះខ្ញុំសំណោះតែចំណុចហ្នឹងដែរប៉ុន្តែខ្ញុំថាកុំយំមិនទាន់ចប់នៅតទៀតខ្ញុំថាបើអត់ទេតារាចឹងអរគុណឡើងទៅលើទៀតណាគេសារ៉ាវុធបងហេតុអ្វីបានជាសម្ព័ន្ធមិត្តអាមេរិកបដិសេធចូលរួមសង្គ្រាមជាមួយអាមេរិកហើយបើសម្ព័ន្ធមិត្តអាមេរិកមិនចូលរួមតើអាមេរិកផ្ដួលរំលំរបបអ៊ីរ៉ង់បានដែរឬទេបាទសំណួរហ្នឹងល្អដែរ
បាទគឺខាងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកហ្នឹងគាត់មានការលកម្មនគរច្រើនព្រោះគាត់ក៏ការចំណាយសង្គ្រាមនៅអ៊ុយក្រែនហ្នឹងគាត់ចំណាយច្រើនណាស់ណាក៏ខ្សោះខ្យល់ដែរអ្នកខ្លះហ្នឹងបេះបោចអស់ហើយពីទុនធានរបស់ថវិកាជាតិរបស់ដើម្បីជួយអ៊ុយក្រែនហ្នឹងស្រាប់តែមកជួបរឿងនេះទៀតគាត់បារម្ភគឺខ្លាចការបន្តសង្គ្រាមនោះវាផុងខ្លួនយូរបាទពីព្រោះអីលោកប្រធានាធិបតីមិនដឹងជាយ៉ាងម៉េចប្រហែលជាលោកមិនបានឲ្យគេដឹងមុនក្នុងការសហការតាមធម្មតាមុននឹងរឿងកើតឡើងអញ្ចឹងបើតាមប្រធានាធិបតីមុនណានឹងវាជាផ្នែកមួយនៃការសិក្សាផងដែរខ្ញុំពង្រៀនប្រិមត្តឲ្យយល់ផងដែរគឺមុននឹងធ្វើសង្គ្រាមអញ្ចឹងប្រធានាធិបតីអាមេរិកជាពិសេសរដ្ឋមន្ត្រីការបរទេសនោះគឺថាអត់ជើងអត់ជាប់ដីទេនៅលើមេឃរហូតហ្មងបានទៅរត់ទៅប្រទេសសម្ព័ន្ធមិត្តនឹងអង់គ្លេសបារាំងអាល្លឺម៉ង់បាទអេស្ប៉ាញអីហ្នឹងគឺជើងអត់ជាប់ដីគេថាចេញពីប្រទេសមួយទៅដើម្បីបញ្យលសម្ព័ន្ធមិត្តនឹងបញ្ចុះបញ្ជូលទាញហ្នឹងដើម្បីមុននឹងអនុវត្តកិច្ចការហ្នឹងប៉ុន្តែដល់ពេលចុងក្រោយនេះឃើញអត់មានឃើញសកម្មភាពបែបហ្នឹងសោះបាទសូម្បីតែប្រធានាធិបតីខ្លួនឯងក៏អត់មានឃើញដល់អញ្ចឹងទៅស្អាតដល់ចូលទៅប្រយុទ្ធតែម្ដងអញ្ចឹងនៅក្នុងអត្ថបទខ្លះគាត់ថាសម្ព័ន្ធមិត្តមួយចំនួនមានការភ្ញាក់ផ្អើលដែរចំពោះការសម្រេចចិត្តចូលវាអ៊ីរ៉ង់ហ្នឹងអញ្ចឹងដូច្នេះហើយគេនៅស្ទាក់ស្ទើរពីព្រោះកាលណាគេធ្វើសកម្មភាពគេថាគៀងកោសម្ព័ន្ធមិត្តឲ្យចូលហ្នឹងគេទៅបញ្យល់ណារឿងនោះវាចេះហេតុអីបានជាយើងដើរមកដល់ចំណុចនេះត្រូវតែវាតើវាគ្រោះថ្នាក់យ៉ាងម៉េចយើងចូលទៅសេណារីយ៉ូអាមេរិកធ្វើប៉ុណ្ណេះណែប្រទេសសម្ព័ន្ធមិត្តទៅជួយគ្នាប៉ុណ្ណេះហើយយើងនឹងអាចនឹងដើរចេញពីសង្គ្រាមនៅពេលណាគេនឹងរៀបរាប់គេ brief ឲ្យគ្នាគេសង្ខេបឲ្យគ្នាទៅវិញទៅមកប៉ុន្តែលើកនេះប្រហែលជាអត់មានអាហ្នឹងច្បាស់លាស់អញ្ចឹងហើយប្រិមិត្តមួយចំនួនអាចនឹងរឿងហ្នឹងមិនច្បាស់ថាតើបើចូលទៅចេញពេលណាបាទទី2កំពុងអស់លុយអត់កាទប់ទល់ជាមួយនឹងរឿងនៅអ៊ុយក្រែនហ្នឹងផងរឿងអ៊ុយក្រែនហ្នឹងប៉ះសេដ្ឋកិច្ចច្រើននៅខ្មែរហ្នឹងក៏ប៉ះដែរហើយរឿងអ៊ុយក្រែននេះវាកើតឡើងបន្ទាប់ពីរឿង COVID-19 ចាំហ៎ COVID-19 នោះគឺម្នាក់ឡើងចង់ខ្សោះថវិកាជាតិហ្នឹងដើម្បីយុទ្ធនឹង COVID ហ្នឹងបាទមិនទាន់បានងើផងរុស្ស៊ីវាយអ៊ុយក្រែនហ្នឹងទៀតប្រទេសនៅខាងអឺរ៉ុបហ្នឹងខំប្រឹងជួយទប់ហ្នឹងទៀតឥឡូវកំពុងតែទៅរើបានបន្តិចបាទរឿងដៃរឿងចឹងជួបរឿងនឹងទៀតដល់ចោះទៅផ្ទួនពេកចឹងណាតែអ្នកនៅខ្មែរខ្លួនឯងឃើញជួបបញ្ហានៅខ្លួនឯងខ្លួនឯងដែរហើយណាដឹងច្បាស់ហើយចឹងដូច្នេះប្រហែលជាឈរលើកតាអស់ហ្នឹងហើយអង្គជាសម្ព័ន្ធមិត្តគាត់ដូចមានស្ទាក់ស្ទើរបាទកូនខ្មែរអមតៈគាត់ថាសង្គ្រាមអ៊ីរ៉ង់កើតមកពីអ៊ីស្រាអែលនិងអាមេរិកចាប់ប្រកាន់ថាប្រទេសភេរវកម្មនឹងបង្កើតនុយក្លេអ៊ែរចុះសៀមយកលេសរឿង scam នៅស្រុកខ្មែរនិងយកដីខ្មែរតែគួររៀនសូត្រអ្វីវាសំណួរនេះល្អដែរឆ្លើយវែងឥឡូវចាំឆ្លើយលើក្រោយណាកូនខ្មែរអមតៈកូនខ្មែរអង្គរអមតៈជាពាក់មួយណាជាពាក់មួយបាទសំណួរនេះល្អដែរនឹងល្អណាស់សំណួរនេះអមែនតើប៉ុន្តែត្រូវឆ្លើយឲ្យបានក្បោះក្បាយមិនឆ្លើយឲ្យយករួចទៅពីមាត់បានចឹងចាំថ្ងៃក្រោយណាកុំភ្លេចចូលមកវិញបើសិនជាខ្ញុំមិនតន់ត្រឡប់ទៅវិញទេបាទចឹងអស់ហើយណាអត់មានបាទអត់មានសំណួរអីទៀតទេណាបាទអូម៉ូនីកាថាសួរអូនេះសំណួរម៉ូនីកាអីស្មានថាភ្លេចរៀបលាម៉ូនីកាក៏ថាបងប្រុសអាចជួយពន្យល់រវាង VOA និងអាស៊ីសេរីតើស្ថាប័នតែមួយជា Federal Employee ដូចគ្នាដែរឬទេព្រោះកន្លងមកបានលើការបកស្រាយមកមិនដូចគ្នាហើយកន្លងមកពេលផ្អាកការផ្សាយ VOA តើទទួលប្រាក់ខែឬទេអាស៊ីសេរីវិញចំនួននេះប្រតិមម៉ូនីកាប្រតិមងើបពីគេទៅចំនួននេះខ្ញុំនិយាយច្រើនដងហើយតាហើយនៅក្នុងអត្ថបទមិញក៏បាននិយាយដែរម៉ូនីកាសំទោសហ្នឹងនិយាយលេងទេទៅអូខេឥឡូវនិយាយម្ដងទៀតចុះបាទមិនចង់និយាយច្រើនអាស៊ីសេរីcopy VOA បាទប៉ុន្តែគាត់ក្រមទាំង VOA និងអាស៊ីសេរីហ្នឹងគឺស្ថិតក្រោមស្ថាប័នតែមួយគឺ USAGM ហ្នឹងគឺទីភ្នាក់ងារតែមួយហ្នឹងនៅក្នុង USAGM ហ្នឹងមានគ្រប់គ្រងទៅលើ VOA និងផងអាស៊ីសេរីវិទ្យុអឺរ៉ុបសេរីរ៉ាឌីយ៉ូ Liberty Martin ច្រើនបាទច្រើនណាបាទវិទ្យុផ្សាយគុយបានហ្នឹងទៀតនឹងគឺ USAGM នឹងមួយដែលអ្នកស្រី Carrie Lake នឹងគាត់គ្រប់គ្រងអញ្ចឹង VOA នឹងគឺនៅក្នុងផ្នែកមួយនឹងដែរអញ្ចឹងណាគឺប៉ុន្តែគាត់ថាចំណុចខុសគ្នានឹងគឺVOA នឹងគាត់ជា Federal បើជាបរដ្ឋាភិបាលជាស្ថាប័នគ្រឹះរបស់
រដ្ឋាភិបាលតែម្ដងហ្នឹងបាទដោយឡែកខាងអាស៊ីសេរីបញ្ជូអឺរ៉ុបបញ្ជូអីហ្នឹងគាត់គេនៅក្នុងភាសាអង់គ្លេសថា grantee របៀបដូចជាបើនៅអ្នកនៅធ្វើការអង្គការនៅស្រុកខ្មែរហៅថា project បុគ្គលិក project តាមគម្រោងដែលទៅតាមតម្រូវការរបស់សភាគាត់ថាយល់ថាអូននៅអឺរ៉ុបមិនទាន់មានប្រជាធិបតេយ្យមិនទាន់មានសេរីភាពបច្ចេកវិទ្យានៅកម្ពុជាមិនអញ្ចឹងគេបង្កើតអាស៊ីសេរីអឺរ៉ុបសេរីនោះទៅដើម្បីធ្វើកិច្ចការងារហ្នឹងអញ្ចឹងដូច្នេះបេសកកម្មគាត់ខុសគ្នាបាទគាត់ផ្ដោតទៅលើរឿងប្រទេសនីមួយៗហ្នឹងបើថាដោយអាស៊ីសេរីហ្នឹងគាត់ភាសាខ្មែរក៏ផ្ដោតទៅលើរឿងខ្មែរណាអាស៊ីសេរីរឿងឡាវក៏ផ្ដោតលើរឿងឡាវបាទអាស៊ីសេរីវៀតណាមផ្ដោតលើរឿងវៀតណាមដោយឡែក VOA បាទ VOA ទោះបីជា VOA ហ្នឹងខ្មែរក៏ដោយ VOA ខ្មែរក៏ដោយក៏ប៉ុន្តែគ្រាន់តែផ្សាយជាភាសាខ្មែរទេប៉ុន្តែកម្មវិធីរបស់ VOA ភាសាខ្មែរនោះគឺដូចនឹង VOA ភាសាផ្សេងទៀតទាំងអស់និយាយរួមដូចគ្នាសឹងតែដូចគ្នាទាំងអស់ជាង40ភាសាហ្នឹងដូចគ្នាទាំងអស់គឺបានន័យថាដោតទៅលើរឿងគោលនយោបាយរបស់សហរដ្ឋអាមេរិកវាខុសគ្នាអញ្ចឹងគេខុសគ្នាណាបាទអញ្ចឹងកម្មវិធីផ្សាយហ្នឹងគឺក្នុងពេលកន្លងមកគឺគេឲ្យរឿងតាក់ទងជាមួយនឹងអាមេរិកហ្នឹង30% 35% អញ្ចឹងទៅ 33% អញ្ចឹងទៅរឿងពិភពលោកនោះ 33% រឿងខ្មែរនោះ30% អញ្ចឹងមកអញ្ចឹងដូច្នេះនៅក្នុងរបស់ VOA ហ្នឹងគឺចម្រុះគឺមិនផ្ដោតទៅលើរឿងខ្មែរទេ VOA វៀតណាមអញ្ចឹងផ្ដោតលើរឿងវៀតណាម30% អញ្ចឹងទៅក្រៅពីនោះរឿងពិភពលោករឿងនៅអាមេរិកអីចឹងមកបាទអញ្ចឹងណានឹងគឺជាកម្មវិធីផ្សាយអញ្ចឹងហើយបានអ្នកខ្លះថាបើអញ្ចឹងតើខាង VOA និងអាស៊ីសេរីខ្មែរនោះមិននៅជាន់គ្នានឹងធ្វើម៉េចអត់ទេអត់ជាន់ទេព្រោះអាស៊ីសេរីគាត់ផ្ដោតទៅលើរឿងខ្មែរ 100% អញ្ចឹងតាក់ទងនឹងខ្មែរ VOA គឺផ្សាយអំពីសហរដ្ឋអាមេរិកពីពិភពលោកទាំងអស់គ្រាន់តែនៅក្នុងមានមេតិកាខ្មែរខ្លះមិនសូវជាច្រើនទេជាលក្ខណៈទូទៅទេអញ្ចឹងហើយពីច្រើនតាក់ទងជាមួយនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិកតាក់ទងជាមួយកម្ពុជាអីចឹងទេបាទនឹងចំណុចខុសគ្នានៃការផ្សាយហ្នឹងទៅអញ្ចឹងដល់សួរ Federal ឬក៏មិន Federal គឺខ្ញុំបានជំរាបឲ្យគឺមានតែ VOA ទេគាត់ជា Federal Employee ហើយជាការគួរឲ្យសោកស្ដាយដែលខាងអាស៊ីសេរីតាំងពីគាត់ជួបមកគាត់បានទទួលប្រាក់បៀវត្សអីទេហ្នឹងខ្ញុំសោកស្ដាយដែរតែធ្វើម៉េចបើសូម្បីតែសហការីខ្ញុំនៅ VOA គាត់បុគ្គលិក contractor ក៏អត់បានទទួលប្រាក់ដែរទទួលបានតែពួកខ្ញុំដែលជាបុគ្គលិករដ្ឋហ្នឹងទេបុគ្គលិករដ្ឋ Federal Employee ហ្នឹងនៅក្នុង 1400 នាក់ហ្នឹងគឺបុគ្គលិករដ្ឋាភិបាលហ្នឹងតែ800នាក់ជាងនេះពួកខ្ញុំហ្នឹង800នាក់ជាងក្រៅពីហ្នឹង contractor ហ្នឹងគ្នាបានប្រាក់ខែដែរអញ្ចឹងដូចខាងអាស៊ីសេរីក៏គ្នាអត់បានដែរណាអញ្ចឹងបាទហ្នឹងគឺខ្ញុំអាចឆ្លើយបានប៉ុណ្ណឹងណាម៉ូនីកាបាទអរគុណណាបាទអរគុណច្រើនជប់ចុចនេះបាត់នេះទៅអូខេចុចច្រឡំចុចបាត់អូខេមានសំសំណួរចុងក្រោយមួយទៀតចាបាទសំណួរចុងក្រោយមួយទៀតបាទអូខេមើលណាគេក្រោយគេនេះអស់ហើយមើលបាទអូខេលោកចន្ទថាគាត់ថាម៉េចលោកចន្ទថាគាត់បងកំសែងខ្ញុំសង្ឃឹមថាថ្ងៃណាមួយបានជួយបកវត្ត Washington ម្ដងខ្ញុំជួបបងតាំងបានជួបបងនៅវត្ត Washington ម្ដងខ្ញុំជួបបងតាំងសាដានិងបងជួនច័ន្ទបតបងអត់បងមិនដែរបានជួបសងសុខបងគុណច្រើនបងបាទអូលោកចន្ទថាចេះខាងពួកខ្ញុំនឹងកម្របានទៅប្រហែលជាចូលវិញនឹងអាចនឹងធ្វើដំណើរបានច្រើនពីព្រោះឥឡូវនេះចូលវិញគឺយើងផ្ដោតទៅលើរឿងនៅអាមេរិកនេះច្រើនរឿងអាមេរិកច្រើនដោយខ្ញុំធ្លាប់បានប្រាប់អញ្ចឹងគឺរឿងបញ្ហានៅស្រុកខ្មែរគឺប្រហែលជាយើងផ្ដោតតិចហើយយើងផ្ដោតទៅលើគោលនយោបាយសហរដ្ឋអាមេរិកច្រើនណាបាទអូលោកប៊ុនហៀងក៏មានសំណួរមួយដែរណាលោកប៊ុនហៀងបាទអញ្ចឹងលោកចង់ថាថ្ងៃណាក៏សង្ឃឹមថាបានទៅក្នុងលក្ខណៈផ្ទាល់ខ្លួន Washington State បាទជួបគ្នានៅទៅនោះបាទកាហ្វេ Starbucks មួយកែវជាមួយគ្នាបាទលោកប៊ុនហៀងមិញនឹងសួរតាំងពីលើមកខ្ញុំចង់ភ្លេចទៅបាទលោកប៊ុនហៀងក៏ថាអូខេប្រធានាធិបតីអាមេរិកហៅសម្ព័ន្ធមិត្តនិងអ្នកទទួលផលប្រយោជន៍ពីច្រកសមុទ្រ Hormuz តែពួកគេមិនទៅមើលទៅហាក់ដូចជាលោកត្រាំ
សាករបស់ពួកគេបើគេមិនទៅចុងក្រោយច្រើននោះអាចនឹងអាមេរិកយកពន្ធកុយពីណៃតាបងយល់ដូចម្ដេចដែរអូសំណួរលោកប៊ុនហៀងជ្រៅមែនតើណាបាទជ្រៅមែនតើលោកប៊ុនហៀងបើតាមខ្ញុំគិតហើយនឹងផ្អែកទៅលើអ្វីដែលអ្នកជំនាញគាត់និយាយណាបាទខ្ញុំយល់ស្តៀងនឹងដែរប៉ុន្តែមិនដល់ច្បាស់ដោយលោកប៊ុនហៀងលើកឡើងយ៉ាងទេគឺអញ្ចេះព្រោះយើងមើលឥឡូវហ្នឹងយើងមើលបទពិសោធន៍នៅវេណេស៊ុយឡាលោកត្រាំលោកបានចូលទៅម្នាក់ឯងមែនទេប៉ុន្តែនៅពេលដែលចេញមកវិញក៏លោកចែកផលប្រយោជន៍ជាមួយនឹងប្រទេសដទៃដែលលោកមិនហាមមិនឲ្យចិនទិញប្រេងនេះគឺលោកអនុញ្ញាតឲ្យដែរឃើញទេបាទឥឡូវយើងមើលបទពិសោធន៍នៅគុយបាបាទនៅលើគុយបាក៏ឥឡូវហ្នឹងគុយបាប្រកាសបើកចំហទទួលអាមេរិកអញ្ចឹងដូច្នេះលោកប្រហែលជាអញ្ជើញប្រទេសដទៃទៀតដែរបាទមើលឧទាហរណ៍នៅហ្គាហ្សាបាទហ្គាហ្សាគឺទោះបីជាអាមេរិកជាអ្នកវាយមែនឃើញទេបាទជាមួយនឹងអ៊ីស្រាអែលមែនក៏ប៉ុន្តែនៅពេលដែលការស្ដារឡើងវិញនៅហ្គាហ្សាហ្នឹងក៏លោកប្រធានាធិបតីអំពាវនាវសម្ព័ន្ធមិត្តឲ្យទៅដែរអ្នកណាដាក់ទុនវិនិយោគអីចឹងទៅអានឹងផងដែរទោះបីជាដាក់លុយផ្ទាល់ខ្លួនយ៉ាងម៉េចក៏ប៉ុន្តែកាលណាធ្វើវិនិយោគលើហ្នឹងបើដាក់ខ្លួនផ្ទាល់ខ្លួនក៏ក្រុមហ៊ុនរបស់ប្រទេសហ្នឹងជាអ្នកធ្វើបានថវិកាទៅប្រទេសហ្នឹងដែរវាអញ្ចឹងណាបើអញ្ចឹងដូច្នេះទៅឈរលើអ្វីដែលកើតឡើងចំនួន3ហ្នឹងខ្ញុំជឿថាលោកប្រធានាធិបតីលោកចង់ឲ្យប្រទេសនឹងចូលដោយសារលោកឈប់ដូចជាថ្ងៃមិញម្សិលមិញហ្នឹងគាត់លោកបាននិយាយថាដោយសារតែប្រទេសទាំងអស់ហ្នឹងមានផលប្រយោជន៍ពីច្រកហ្នឹងច្រើនជាងអាមេរិកបាទអាមេរិកគឺមិនត្រូវការច្រកហ្នឹងច្រើនទេអញ្ចឹងដល់លោកទុកឱកាសឲ្យប្រទេសទាំងអស់ហ្នឹងបើកច្រកហ្នឹងឡើងវិញផងដែរអញ្ចឹងនៅពេលដែលរឿងនេះចប់តែខ្ញុំជឿជាក់ថាប្រហែលជាអាចនឹងចប់ឆាប់ណាគឺប្រហែលជាលោកនឹងមិនយកដាច់តែម្នាក់ឯងទេប្រហែលជាឲ្យសម្ព័ន្ធមិត្តដែរគាត់ថាពេលដែលឲ្យហ្នឹងសម្ព័ន្ធមិត្តអស់ហ្នឹងគឺចង់មិនចង់អន់សាច់បន្តិចដែរលោកស្ដីឲ្យច្រើនអញ្ចឹងទៅណាប៉ុន្តែជឿថាអាមេរិកម្នាក់ឯងគឺមិនអាចនឹងចំណេញផលប្រយោជន៍បានច្រើនពីព្រោះនៅអ៊ីរ៉ង់ហ្នឹងគឺគាត់មានធនធានច្រើនដែលត្រូវការវិនិយោគឲ្យមិនអាចតែប្រទេសតែមួយទៅវិនិយោគបានទេបាទហើយឥឡូវហ្នឹងគឺតាមព័ត៌មានមកហ្នឹងគឺមានការប្រទេសពីរណាបានខិតខំលូកដៃដើម្បីចរចាសម្របសម្រួលឲ្យរឿងហ្នឹងកើតឡើងហើយអ្នកដែលរឹងផ្អឹងខ្លាំងហ្នឹងគឺក៏បានស្លាប់កាលពីម្សិលមិញសម្រាប់អញ្ចឹងដូច្នេះតើនៅមានក្រុមរឹងផ្អឹងប្រមាណទៀតឬក៏ក្រុមណាពីព្រោះការដាក់គោលដៅទៅលើក្រុមមេដឹកនាំនោះប្រហែលជាមិនថយទេ9អ្នកហ្នឹងលើអស់2ឯងសល់7ទៀតបាទអញ្ចឹងដូច្នេះប្រហែលជាមិនថយទេចឹងខ្ញុំនិយាយត្រង់ជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំនៅផ្អែកទៅលើព័ត៌មានដែលខ្ញុំប្រមូលបានហ្នឹងគឺខ្ញុំថាប្រហែលជាមិននៅយូរទេបញ្ហានេះអាចនឹងមានការសម្របសម្រួលពីព្រោះដោយដែលខ្ញុំបានជំរាបជូនចឹងលើជាមួយខ្ញុំនឹងចំណាយពេលធ្វើអត្ថបទមួយទាក់ទងនឹងវេណេស៊ុយឡាពេលប្រិមិត្តបានស្ដាប់អត្ថបទរឿងនៅវេណេស៊ុយឡានោះបានយល់អំពីការសម្រេចចិត្តរបស់រដ្ឋបាលត្រាំគឺរដ្ឋបាលត្រាំឥឡូវនេះគាត់ជៀសវាងការកសាងប្រទេសនឹងពីbottom up ពីសាងបាតឡើងវិញរហូតដល់ឡើងលើដោយគំរូនៅអ៊ីរ៉ង់សម្រាប់ដោយគំរូនៅអ៊ីរ៉ាក់ហើយនិងអាហ្វហ្គានីស្ថានដែលទីបំផុតគឺបរាជ័យដដែលបរាជ័យឃើញនៅអាហ្វហ្គានីស្ថាននៅមានអ្នកខ្លះនៅរិះគន់អាមេរិកមិនទាន់ជប់ផងហើយនៅអ៊ីរ៉ាក់ក៏យ៉ាងដែរនៅមិនថិតទេដែរគឺការកសាងពី bottom up នេះគឺបានន័យថាម៉េចបានន័យថាផ្ដួលរំលំរបបមុនចោលយកអ្នកផ្សេងមកដាក់គឺដូចជានៅក្នុងវេណេស៊ុយឡាអត្ថបទដែលខ្ញុំថានឹងចែកហ្នឹងគឺមុនដំបូងគាត់គិតពិចារណាអញ្ចឹងដែរប៉ុន្តែមានអ្នកឲ្យយោបល់ថាមិនធ្វើអញ្ចឹងមិនបានទេធ្វើអញ្ចឹងគឺអាចនឹងមានអស្ថិរភាពដូចនៅអាហ្វហ្គានីស្ថានហើយនៅអ៊ីរ៉ាក់អញ្ចឹងគឺមានន័យតែមានតែដកអ្នកណាខ្លាំងរឹងក្បាលខ្លាំងនៅក្នុងរបបនឹងពាក្យមិនព្រោះ hardline ហ្នឹងគឺមិនបករឿងខ្ញុំចង់និយាយអង់គ្លេស hardline តែពេលបកលឿនពេកទៅពាក្យហ្នឹងវាធ្ងន់ទៅបាក់ស្ដាប់អ្នកដែលមានគោលនយោបាយតឹងរឹងខ្លាំងបាទនៅក្នុងរបបហ្នឹងចេញហើយឲ្យអ្នកដែលមានគោលនយោបាយកណ្ដាលនឹងខ្លាំងដែលអាចអាមេរិកអាចនិយាយបានហ្នឹងកាន់តំណែងវិញដូចជាអ្នកស្រី Delcy Rodriguez ហ្នឹងនៅវេណេស៊ុយឡាហ្នឹងគឺគាត់រដ្ឋបាលត្រាំព្រមធ្វើតាមបែបហ្នឹង
ចឹងដូច្នេះអ្វីដែលខ្ញុំគិតមើលបែរជាគាត់យកគំរូណាឥឡូវនឹងនៅគួយបាយយើងឃើញយ៉ាងទៀតហើយឃើញទេគួយបាយគឺយើងបានន័យថាអត់មានឲ្យខាងពួកខាងប្រឆាំងនោះទៅកាន់អំណាចទេគឺដូរអ្នកដែលដឹកនាំណាដែលរឹងក្អឹងបើថានៅចង់នៅកាន់អំណាចបដូរចំហបើថានៅរឹងមិនបដូរទេគឺបដូរចេញដាក់អ្នកថ្មីមកតែប៉ុណ្្នឹងទេប៉ុន្តែនៅរចនាសម្ព័ន្ធនៅតែដែរគាត់តែបទូបថយជាងមុនបែបអញ្ចឹងដូច្នេះនៅអ៊ីរ៉ង់នោះក៏ចឹងដែរនៅអ៊ីរ៉ង់ហ្នឹងដូច្នេះឱកាសនៃការដែលក្រុមប្រឆាំងទៅកាន់អំណាចនៅអ៊ីរ៉ង់ហ្នឹងប្រហែលជាមើលទៅកាលានឹងទៅជាងការដែលយកក្រុមដែលកងឆ្មាំបដិវត្តណាដែលមានជំហរមិនតឹងរ៉ឹងដោយដែលសេណារីយ៉ូទី3ដែលលោកសាស្ត្រាចារ្យបានលើកឡើងនេះគឺឲ្យក្រុមដែលនៅក្នុងរដ្ឋាភិបាលរបស់អ៊ីរ៉ង់នឹងស្រាប់ហ្នឹងគាត់មកកាន់បន្តតំណែងទៀតហើយធ្វើការជាមួយនឹងសហរដ្ឋអាមេរិកហ្នឹងដូច្នេះបើសិនជាអញ្ចឹងមែនខ្ញុំជឿថាជាគេថាដំណោះស្រាយមួយដែលអ៊ីរ៉ង់ក៏អាចនឹងទទួលយកបានដែរបាទអញ្ចឹងដូច្នេះគ្រាន់តែថាតើអ្នកណាជាបេក្ខជនដែលល្អតែប៉ុណ្្នឹងទេបាទអញ្ចឹងបើជាមិនយូរទេលោកប៊ុនហៀងហើយនឹងប្រិមិត្តមួយចំនួនបើតាមផ្អែកតាមព័ត៌មានដែលខ្ញុំបានប្រមូលមកខ្ញុំអានបានច្រើនណាបាទអញ្ចឹងសូមអរគុណច្រើនបាទអរគុណច្រើននិយាយម្ដងទៀតមានអ្នកនៅបារម្ភថាបើសិនតែខ្ញុំទៅ VOA វិញគឺបែរជប់ផ្សាយអត់ទេខ្ញុំនឹងនៅតែរកវិធីណាដើម្បីជួយប្រិមិត្តគាត់ថាมันបានមកនិយាយលេងច្រើនចែករំលែកចំណេះច្រើនអញ្ចឹងមិនមែនតែខ្ញុំបាយរឹកបាយពីទេរវល់តែជួទៅរវល់ការងាររវល់ច្រើនមានពេលអញ្ចឹងហើយណាមួយខ្ញុំធ្វើនេះដើម្បីក្នុងនេះបន្តរក្សាប្រិមិត្តដើម្បីកុំឲ្យបាត់ឈ្មោះនឹងផងមួយឆ្នាំខែ5ថ្ងៃមួយមកគឺមួយឆ្នាំណាខែ5ថ្ងៃមួយហ្នឹងខ្ញុំធ្វើបានឆ្នាំជិតឆ្នាំឥឡូវហ្នឹងបាន11ខែណា10ខែជាងជិត11ខែហ្នឹងបាទគឺដើម្បីកុំឲ្យប្រិមិត្តភ្លេចឥឡូវហ្នឹងគឺត្រឡប់ទៅវិញគឺយើងទៅនោះវិញបាទគឺនៅដដែលទេខ្ញុំនៅតែខ្ញុំដដែលមិនអាចទៅណាចោលទេប៉ុន្តែគាត់ថាទោះបីយ៉ាងណាក៏ដោយខ្ញុំនិយាយដដែលហើយដដែលទៀតខ្ញុំអរគុណប្រិមិត្តអរគុណមែនទែនមិនដឹងរកពីអ្វីមកនិយាយបានเลยថាការគោរពខ្ញុំការឲ្យតម្លៃខ្ញុំហើយក៏មានតែខ្លះទស្សនៈមិនយល់សប្តិមកខ្ញុំអត់ដែរខឹងទេអត់ដែរខឹងសោះហ្មងនិយាយត្រង់មកកុំមានអារម្មណ៍ខ្នក់ចិត្តថាខ្ញុំគុំខ្ញុំគួនខ្ញុំអត់ខឹងសោះពីពួកខ្ញុំអត់ដឹងថានិយាយថាមិនខ្ញុំមិនស្ដីឲ្យខ្ញុំជេរខ្ញុំមិនទេខ្ញុំអត់ដែរទៅស្ដាប់ខ្ញុំដែរទៅស្ដាប់តែអញ្ចឹងដូច្នេះកុំមានអារម្មណ៍ភ័យព្រោះថាខ្ញុំគុំខ្ញុំអត់ចេះអញ្ចឹងទេបាទថាខ្ញុំមើលតែចំណុចល្អគឺខ្ញុំអរគុណប្រិយមិត្តដែលឲ្យតម្លៃខ្ញុំគោរពខ្ញុំសប្បាយចិត្តមែនតើតែឥឡូវចាំមើលសិនណាមិនទាន់អាចលាគ្នាទេចាំមើលបើសិនជាខ្ញុំទទួលបានលិខិតតាមធម្មតាអាចនឹងថ្ងៃស្អែកឬក៏ថ្ងៃសុក្រទទួលបានលិខិតឲ្យត្រឡប់ទៅវិញពេលណានឹងបានវិជាលៈប៉ុន្តែឥឡូវនេះអាចនឹងលទ្ធភាពគឺតែខាងរដ្ឋាភិបាលក៏ដឹងអត់ធរប្រឆាំងទៀតឬយ៉ាងម៉េចយើងអត់ដឹងដែរណាបាទអញ្ចឹងអរគុណហើយអរគុណទៀតចំពោះការគ្រប់គ្រងរបស់ប្រិមិត្តនិងការគោរពឲ្យតម្លៃខ្ញុំរៀនសូត្របានច្រើនណាស់ពីប្រិមិត្តដែលចូលមកនេះបាទយើងនៅតែរាប់អានពីជានិច្ចរហូតណាបាទខ្ញុំនឹងនៅបន្តផ្សាយរហូតតតែត្រឡប់ទៅវិញជាផ្លូវការបាទអញ្ចឹងសូមអរគុណសូមជម្រាបលា